នេះជារឿងប្រឌិតដែលថៃកំពុងតែធ្វើរឿងនេះឡើងដើម្បីចោទប្រកាន់លើកម្ពុជាហើយបងប្អូនសូមមើលទីហ៊ានដែលជន់មីនពិតប្រកបឬក៏ជនពិការទេយកមកដើរតួជាទីហ៊ានដែលជន់មីនបងប្អូនតាមដាននិងផុសតាំងមួយចំនួនទៀតដែលយើងខ្ញុំបានរៀបរៀងឡើងហើយក៏សូមបងប្អូនជួយចែករំលែក share ចូលគោរពផ្សេងដើម្បីឲ្យបងប្អូនបរទេសបានស្គាល់ពីសន្តានពិតរបស់សៀមសូមអញ្ជើញមើលក្របមានមិនទាន់ដោះកលឹកសុវត្ថិភាពនិងឬជាច្រើនទៀតដែលសៀមជាអ្នកបង្កនឹងរៀបចំឡើងដោយខ្លួនឯងដើរតួជាជនរងគ្រោះពីបញ្ហាមីនម្ដងហើយម្ដងទៀតនៅថ្ងៃទី11 ខែវិច្ឆិកានេះទីហ៊ានដើរជន់មីនម្នាក់ទៀតហើយរឿងរកធ្វើសង្គ្រាមជាមួយកម្ពុជាហើយទទួលយោធិនកម្ពុជាទាំង18រូបក៏ជាមិនដោះលែងដែរនឹងលុបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូចោលទាំងអស់តើសៀមចង់ធ្វើបងធំអាស៊ានហើយមិនស្ដាប់អាមេរិកឬសូមបងប្អូនតាមដានពីព័ត៌មានព្រំដែនទាំងអស់គ្នាឥឡូវកំពុងតែក្តៅសូមអរគុណពីខ្ញុំបាទអ្នកផ្សាយ